101គឺជាវគ្គសិក្សាដែលចាប់ផ្ដើមពី0ឲ្យคล้ายទៅជាអ្នកចេះប្រើការបានបងប្អូនត្រូវតែសំលៀងទេពកោសល្យរបស់ខ្លួនដើម្បីសម្របខ្លួនឲ្យតាមទៅនឹងនាការនៃលុយ digital ក្នុងវគ្គសិក្សានេះបងប្អូននឹងយល់ដឹងអំពី crypto បងប្អូននឹងចេះប្រើប្រាស់ crypto ហើយនឹងបងប្អូននឹងអាចមានសមត្ថភាពនៅក្នុងការបង្កើតចំណូលពី crypto ហើយបងប្អូននៅក្នុងហ្នឹងមានប្រមាណអ្នកដែលមានគណនី Binance ហើយបងប្អូននៅក្នុងហ្នឹងមានប្រមាណអ្នកដែលមានគណនី មានគាត់គ្រូអត់មានមានទេណាខ្ញុំមានហើយគ្រូប៉ុន្តែខ្ញុំមិនដឹងថា pro ឬក៏ level ឬក៏អីអូខេ lock ចូលបានទេ lock ចូលបានទៅជួបអីបានគ្រូ verify ឲ្យអស់ហើយនៅដូចជា verify ឲ្យដែរគ្រូធ្លាប់បាញ់កាក់ចេញចូលដែរធ្លាប់បាញ់ហើយធ្លាប់បាញ់គេបាញ់ចេញលុបហើយអូខេអញ្ចឹងមានន័យថាយើងមាន account ហើយក៏ប៉ុន្តែយើងអត់ចេះប្រើមុខងារវានៅក្នុងហ្នឹងយ៉ាងម៉េចហ្នឹងហើយមុខងារវាច្រើនពេកខ្ញុំគាត់ចេះតែវាស្មុគស្មាញហ្នឹងបាទអញ្ចឹងមេរៀនទី3យើងនិយាយពីរបៀបបង្កើតគណនីមេរៀនទី4បទបង្ហាញអំពី Binance Lite ហើយនិង Binance Pro ជាទូទៅយើងប្រើនៅក្នុង Binance Pro ហើយ Binance Pro វាមានអត្ថប្រយោជន៍ច្រើនសម្រាប់យើងធ្វើ trade ណាបាទតែបើអ្នកគាត់តែទិញកាក់ដើម្បី hold អីគឺប្រើមួយណាក៏បានដែរបញ្ហាទេយើងនិយាយពីសុវត្ថិភាពគណនីយើងនិយាយពីរបៀបដាក់ចូលនៅក្នុងគណនីហើយនឹងរបៀបរកចំណូលកម្មតាមរយៈ earn មានន័យថានៅក្នុង Binance ហ្នឹងវាមាន function មួយគឺក្នុង function មុខងារ earn មានន័យថាយើងអត់ចាំបាច់ trade អត់ចាំបាច់អីទេយើងទិញគ្រាន់តែទិញកាក់ទៅហើយយើងចុចទៅមុខងារហ្នឹងហើយមុខងារហ្នឹងនឹងទម្លាក់ផលចំណេញឲ្យយើងតាមជាក់ស្ដែងទៅប្រហែលមានកាក់ខ្លះមួយឆ្នាំដល់ទៅ 5% កាក់ខ្លះមានមួយឆ្នាំដល់ទៅ 8% អញ្ចឹងទៅតាមប្រភេទកាក់នីមួយៗអាហ្នឹងណាប៉ុន្តែអ្នកដែលគេលេងធំអ្នកដែលគេមានលុយធំគេមិនទិញកាក់ណាដែលកាក់តប៉ែយល់ពាក្យកាក់តប៉ែអត់ព្រោះកាក់វាមានច្រើនកាក់ខ្លះកាក់ដូចដីអញ្ចឹងអូនណាកាក់ឲ្យដីមិនខុសគ្នាទេអាដីកោះពេជ្រដីកណ្ដាលក្រុងដីមានប្លង់ដីអីចឹងទៅដីខ្លះវានៅកូនចុងកាត់មាត់យកអត់មានប្លង់អត់មានអីចឹងទៅអញ្ចឹងណាបាទអាហ្នឹងដូចគ្នាអញ្ចឹងអ្នកដែលគេមានលុយធំគេទិញកាក់ដូចជាប្រភេទពួកតា prime ពួក bitcoin ពួក ethereum ពួក sol អីចឹងទៅតែមួយគេទិញកាល់ខ្វាញ់អីផ្សេងៗទៅបាទអាហ្នឹងតកតងទៅនឹងការរកចំណូលកម្មតាមរយៈ earn ដល់ផ្នែកទី3យើងផ្នែកទី3យើងនិយាយពីគុណវិបត្តិគុណសម្បត្តិបាទគុណវិបត្តិហើយនិងគុណសម្បត្តិរបស់កន្លែងspot ហើយនិង spot ផងឬក៏ future ផងដូចមានសម្លេងបងសិតចូលបងពិសិដ្ឋបងជួយបងជួយ mood មួយបាទអូខេឡើង mood ឡើងអីបាទហើយដល់ពេលរឿងដែលសំខាន់នៅពេលដែលយើងចេះហើយរឿងសំខាន់គឺមេរៀន spot market ហើយនិង future market ដែលយើងជាចំណុចដែលយើងទិញហើយនឹងយើងលក់ដើម្បីបង្កើតចំណេញហ្នឹងណាតែរឿងនៅក្នុង Binance ហ្នឹងដែលសំខាន់យើងថាតើយើងចេះទិញនៅក្នុង spot ហើយយើងចេះទិញនៅក្នុង future ក៏ប៉ុន្តែអា spot និង future នេះគឺជាកន្លែងដែលធ្វើឲ្យយើងបានលុយក៏ធ្វើកន្លែងធ្វើឲ្យយើងបានលុយដែរបងប្អូនណាអានេះអា spot ហើយនិងអា future នេះណាបាទគឺជាកន្លែងដែលធ្វើឲ្យយើងបានលុយក៏ធ្វើឲ្យយើងបាត់លុយដែរកន្លែងហ្នឹងបាត់លុយនៅពេលណាបាត់លុយនៅពេលដែលយើងទិញជួនកាលយើងទិញខ្ពស់ដល់ពេលកាក់ហ្នឹងវាធ្លាក់ចុះមកហើយយើងភ័យស្លន់ស្លោយើងលក់ចោលហ្នឹងណាហើយបានលុយនៅពេលណានៅពេលដែលយើងទិញកាក់ហ្នឹងទៅទៀតកន្លែងទៀតដល់កាក់ហ្នឹងបុកឡើងយើងឆ្លាតយើងលក់ចោលទៅអាហ្នឹងយើងបានលុយយើងចំណេញបាទអញ្ចឹងមុខងារដែលសំខាន់ដែលយើងធ្វើ make money បានគឺនៅក្នុង spot និងនៅក្នុង future បាទមួយទៀតបាទចប់ spot market និង future market ហើយអាពីរហ្នឹងខុសគ្នាយ៉ាងម៉េចអាពីរនេះវាមានលក្ខណៈខុសគ្នាទៀតខុសគ្នាត្រង់ថា spot market ពេលដែលយើងទិញកាក់បានហើយយើងអាចបាញ់កាក់ហ្នឹងចេញទៅណាក៏បាន future market នៅពេលដែលយើងទិញកាក់ហ្នឹងហើយយើងអាចបាញ់កាក់ហ្នឹងចេញពីកន្លែងវាបានទេគឺវាឡុកកាក់យើងជាប់ណាបាទហើយ spot market មានន័យថាកម្លៃនៃលុយដែលយើងទិញគឺ$1យើងអាចទិញបានតែ$1ទេក៏ប៉ុន្តែ future market គឺយើងអាច leverage វាបើយើងមាន$1យើងអាច leverage គុណនឹង100យើងអាចមានទំហំនៃការទិញ100ប៉ុន្តែបើយើងខាត$1អញ្ចឹងណាហ្នឹង concept វាខុសគ្នាតហ្នឹងហើយយើងនឹងបង្កើតបាទដល់ពេលផ្នែកទី5គឺខ្ញុំនឹងបញ្យល់អំពី exchange យល់ពាក្យថា exchange ទេ exchange គឺកន្លែងដោះដូរកន្លែងជួញដូរឥឡូវជាទូទៅ exchange ដែលដូរដុល្លារធំជាងគេល្បីជាងគេ exchange គេលីហួរបាទលីហួរយើងមានបាតយើងចង់ទៅដូរដុល្លារយើងទៅលីហួរមែនអត់បាទហ្នឹងហើយគេហៅថា exchange មានន័យថាវេទិកាជួញដូរដល់ពេលវេទិកាជួញដូរវាមានអាវេទិកាកន្លែងជួញដូរហ្នឹងខ្ញុំនិយាយពីផ្សារចុះយើងនិយាយពីផ្សារវាមានផ្សារកបួនវាមានផ្សារតិចវាមានផ្សារមធ្យមផ្សារខ្នាតកម្ពស់ផ្សារកន្លែងព្រីមៀមអញ្ចឹងណាបាទហើយអូនឯងធម្មតាផលិតផលដែលលក់នៅ Eon ភាគច្រើនជាផលិតផលសុទ្ធមែនទេ
បាទ បាទតែបើផលិតផលលក់នៅតាមតូបចាក់រួយ ប្រកាស អាហ្នឹងវាដូចគ្នាកាក់ដូចគ្នាអញ្ចឹងកាក់ដែលលិះចូល Binance ភាគច្រើនសុទ្ធតែកាក់ដែលគេមានមុខមាត់ហើយ បាទ ហើយកាក់ដែលវាលិះចូលនៅក្នុង Bitmart នៅក្នុងអីផ្សេងៗសិតតែកាក់ភាគច្រើនអាពួក mem coin អាពួកកាក់ឆ្កែកាក់ទៅជុះហ្នឹងណាគឺកាក់ហ្នឹងកើតមកវាបានមកប្រើវាលាយទៅវិញទៅអញ្ចឹងតែយើងអត់ដឹងយើងចេះទិញទុកកាក់ទៅវាខាតអញ្ចឹងទៅហ្នឹងហើយយល់ទេយល់ពី exchange ណាបាទអញ្ចឹងហើយបានជា Binance វាកម្រលិះកាក់ណាដែលមិនមានភាពច្បាស់លាស់ណា អូ បាទអញ្ចឹងហើយបានជាយើងមើលបងប្អូនមានលេងផាយមានលេងផាយគាត់ អត់ដែរលេងខ្ញុំ ហើយខ្វាញ់នេះហើយខ្វាញ់នេះគឺគេហៅថាជាខ្វាញ់មួយដែលវាចាប់ដើមតាំងពី2019មកម្លេះអញ្ចឹងវាឲ្យយើងម៉ាញនៅក្នុងទូរស័ព្ទដៃដោយអត់គិតថ្លៃតែយើងអស់អ៊ីនធឺណិតម៉ាញមកដល់ឥឡូវហ្នឹងវា6ឆ្នាំហើយឥឡូវវាទៅបន្លន់នៅថ្ងៃទី20ខែ2ហ្នឹងណាហើយវាលិះចូលទីផ្សារ5-6ហើយប៉ុន្តែទីផ្សារដែលវាចូលគឺជាទីផ្សារទៅជុកហើយម្នាក់គេឆ្ងល់ថាម៉េចក៏វាមិនលិះចូលនៅក្នុង Binance ណាហើយ Binance វាលិះមិនបាន Binance ដើម្បីលិះចូលបានគាត់ទី1កាក់ហ្នឹងវាមានអ្នកពេញនិយមហ្នឹងវាច្រើនដូចកាក់អាត្រាំកាក់ Official ត្រាំកាក់ Official ត្រាំគឺជាកាក់ទៅជុកទេកាក់ Donald Trump កាក់ទៅជុកទេគ្មានមុខងារគ្មាន utility គ្មានអីទេប៉ុន្តែហេតុអីបានជា Binance លេខចូលដល់សារតែមានល្បីបើទំហំជួញដូរដល់ទៅ12,000លានហើយគិតមើលអញ្ចឹង2000បាទអញ្ចឹងមិនវាលិះចូលសិនហើយប៉ុន្តែក្រោយពីលិះហើយបើសិនជាកាក់អាត្រាំនៅចុះនៅសល់តែតម្លៃ 0.01 វិញអាហ្នឹងចុងក្រោយ Binance លិះចោលទៅដែរចាំក៏ដល់ឆ្ងាញ់យើងរាប់ជា high ខ្វាញ់ ដកខ្វាញ់ឥឡូវវាទៅអាដកមួយណាអាដកប៉ុស Telegram ឬក៏អាដកស៊ីវាមួយដល់ហ្នឹងវាចាត់ទុកជាខ្វាញ់ហើយ ចាត់ជាខ្វាញ់ បាទវាចាត់ទុកជាខ្វាញ់ហើយអាហ្នឹងអានេះខ្ញុំទិញវាតាំងពី2016 40លានគ្រាប់បាទអូ គុណមើលទៅប៉ុន្តែដល់ពេលយើងទិញខ្ញុំទិញកាលហ្នឹងអស់$10,000ហើយចំណេញបានប្រហែលជា 2-3,000 លក់វាចោលអត់បានមិនต้องដល់ឡើយចំណេញឆ្លងដល់អាពួកម៉ាខ្ញុំប្រាប់ឲ្យវាទិញអស់$50វាទិញហើយវាបាត់ password វាຕົកទៅដល់ឥឡូវវារក password រកអីឃើញទៅវាបាន$50,000បាទហ្នឹងវាចឹងចុះបើគ្នាវាមិនដឹង2016អាណាទៅដឹងហ៎ហើយទិញនឹងចេះចុចហើយកាលហ្នឹងមាន USDT មកពីណាមានតែ Bitcoin ហ្នឹងយក Bitcoin ទៅទិញហ្នឹងហើយ Bitcoin ចាស់ហ្នឹងនៅមកគ្រាប់ Bitcoin នៅ5-600ហ្នឹងណាបាទឥឡូវ6ធ្វើជាហ្នឹងហើយហ្នឹងវាចឹងតែអញ្ចឹងផ្នែកទី6យើងនិយាយពីការបាញ់កាត់ចេញចូលនៅក្នុងកាបូបអញ្ចឹងគាត់ឯងត្រូវយល់ពាក្យថា exchange ហើយនឹងកាបូបវាខុសគ្នាអត់ទៅច្បាស់ដែរ exchange គឺជាកន្លែងដោះដូរគេហៅថាវេទិកាជួញដូរប៉ុន្តែវាជាមជ្ឈការមានន័យថាកាក់ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនដល់ពេល wallet វាគឺជាកាបូបបែបវិមជ្ឈការកាក់ត្រូវបានគ្រប់គ្រងដោយយើងយល់ទេបើសិនជាកាក់នៅក្នុង exchange តែគេ hack exchange យើងបានគេយកអារបស់តែបើសិនជាកាក់នៅក្នុងកាបូបយើងបើគេ hack កាបូបយើងវាបាត់តែកាបូបយើងទេអូយល់អត់ចាំមិនពីច្រើនលុយដល់ពេលគេគេដាក់នៅក្នុង Binance ហ្នឹងលោកគ្រូតើគេបាញ់មកទៅហ្នឹងហើយគេបាញ់ទៅ wallet របស់គេណាជួនកាលគេដាក់ទៅ Trust Wallet ទៅជួនកាលគេដាក់ទៅ Tron Link ទៅជួនកាលគេបើកនៅ MetaMask ចឹងទៅអញ្ចឹងណាបាទហ្នឹងហើយប៉ុន្តែនៅខ្មែរយើងគេប្រើតែ Binance ក្នុងការទិញដុកចេញហេតុអីចេះនៅក្នុង wallet យើងអត់អាចលក់ទិញលក់ជួញដូរបានទេបើយើងជួញដូរវាមានតែ swap ហ្នឹងមានន័យថាយើងបវលពីកាក់មួយទៅកាក់មួយអញ្ចឹងវាអស់ gas fee វាថ្លៃបាទណាអញ្ចឹងហើយបានជាគេទុកឥឡូវវាមិនខុសអញ្ចឹងទេអូនឯងពេលដែលអូនឯងទិញពេជ្រអូនឯងទៅទិញនៅណាទិញនៅបានប៉ុន្តែទិញបានហើយយកទៅទុកនៅណាទូដៃបាទអាហ្នឹងខុសមានអីខុសទេពេលដែលអូនឯងបានកាក់អូនឯងបាញ់ចូលក្នុងកាបូបតែបើអូនឯងចង់លក់យកទៅលក់នៅបានណាយល់អត់បាទប៉ុន្តែបើយើងទុកនៅ Binance ដូចខ្ញុំទិញខ្ញុំទុកនៅ Binance ហ្មងអត់អីទេប៉ុន្តែបើគេ hack Binance ហ្នឹងបាត់យើងហ្នឹងទៅជាមួយ Binance ហើយបាទតែអត់បើមានតំណែងក្នុងការ hack នៅ Binance អត់ទេមុនមកដល់ពេលនេះ Binance វា hack ឡើងចែកហើយតំណែងឃើញថ្មីហ្នឹងអា Bybit គេ hack អស់ 1.1 billion អត់បាទហ្នឹងគេ hack កាបូបវាហ្នឹងលោកគ្រូក្រៅពី exchange Binance តើយើងមាន app អីនៅក្នុងការទិញដូរក្រៅពី Binance ហ្នឹងបើមកក្នុង exchange ទាំងអស់ដែលយើងអាចប្រើបានទុកចិត្តបានមាន Binance តែអ្នកខ្លះប៉ុន្តែអ្នកខ្លះគេចង់ trade អាកាក់ទូចអញ្ចឹងគេទៅ Gate.io បាទ Gate.io គេទៅ Bybit
ទៅខ្លះទៅ Bitmart ទៅខ្លះទៅ Coinbase ទៅប៉ុន្តែវា Binance ដើម្បីហើយបើយើងចង់ secure សុវត្ថិភាពទាំងគេ hack សុវត្ថិភាពទាំងកាត់យើងធ្វើនៅ Binance ទៅអញ្ចឹងណា បាទ បាទ ពួកចេះពួកបាយហ្នឹងមកចិត្តដែរពួកចេះតែបារម្ភមើលមួយថ្ងៃណាចឹងវាបិទបាយហ្នឹងទៅចប់យើង អូអញ្ចឹងយើងຕົកខ្លះទៅមកថាយើងបើកនៅ Trust Wallet ទៅយើងដាក់ Trust Wallet ឬក៏យើងទៅ MetaMask អីចឹងទៅអាហ្នឹងចាំដល់មេរៀនហ្នឹងចាំខ្ញុំរៀនប៉ុន្តែ Trust Wallet ក៏វាមិនមែន secure ប្រហែលដែរខ្ញុំធ្លាប់គេ hack អស់រាកា$7,000 ហ្នឹង បាទ 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 អញ្ចឹងពេលដែលយើងរៀនផ្នែកទី1ទី2ទី3ទី4ទី5ទី6អស់ហើយមនុស្សភាគច្រើនគាត់ចេះតែត្រឹមទី6ហ្នឹងទេ សំខាន់ទី7យុទ្ធសាស្ត្រ សំខាន់អាផ្នែកទី7នេះដែលពិបាកយល់ហើយឈឺក្បាលព្រោះអានេះគឺត្រូវការគណិតសាស្ត្រត្រូវការការគិតដែលខ្ញុំនិយាយថាពួកវិស្វកម្មសំណង់គេមើលអាគារគេឃើញសរសៃដែកមែនទេ បាទ តែដល់ពេលពួកវិស្វកម្មផ្សារមើលអាក្រហមខៀវនេះមើលក្រាហ្វហ្នឹងគេឃើញសរសៃចិត្ត បាទអញ្ចឹងពាក្យថាសរសៃចិត្តវាមានសរសៃ4នៅក្នុងហ្នឹងវាមានអីវាមានលោភវាមានខ្លាចវាមានស្លន់ស្លោហើយមានសង្ឃឹមយល់អត់យល់ទេសរសៃចិត្តហ្នឹងណាអញ្ចឹងមុខរបរ trade បើយើងចង់ប្រកបមុខរបរអាជួញដូរនេះមិនមែនត្រឹមតែគិតទៅដល់ចំណុច logic ទេយើងត្រូវគិតទៅដល់ចំណុចចិត្តសាស្ត្រថែមទៀតតក្កវិជ្ជាបូកនឹងចិត្តសាស្ត្រតក្កវិជ្ជា 20% ទេតែចិត្តសាស្ត្រដល់ 80% វាខុសពីមុខរបរផ្សេងៗមុខរបរផ្សេងៗយើងគិតចំណេញខាតគិតគូតែមុខរបរ trade នេះគឺចិត្តសាស្ត្រខ្ពស់ណាស់អញ្ចឹងហើយបានជាគេឲ្យនិយមន័យពួកអ្នក professional trade គេថាគេឲ្យនិយមន័យថាការជួញដូរមិនថាជួញដូរអីទេជួញដូរ cryptocurrency ក៏ដោយជួញដូរ forex ក៏ដោយជួញដូរមាសក៏ដោយវាគឺជាមុខរបរចិត្តសាស្ត្រណាបាទអញ្ចឹងមេរៀនដែលសំខាន់គឺមេរៀនចាប់ពីមេរៀនទី17ទៅរហូតដល់មេរៀនទី40បាទយើងរៀនទី1យើងរៀនអំពី market structure ខ្ញុំគ្រាន់តែធ្វើការពន្យល់ឲ្យបងប្អូនយល់ត្រួសទេដើម្បីបានមូលដ្ឋានគ្រឹះនៅក្នុងការគិតបាទណាបើយើងអត់មានមូលដ្ឋានគ្រឹះនៅក្នុងការគិតយើងអត់ជ្រាបយើងអត់យល់ថាតើ វិស័យ cryptocurrency ហ្នឹងវាក្តោបទៅលើទិដ្ឋភាពអីខ្លះទេអញ្ចឹងណាបាទអញ្ចឹងទី1យើងរៀនអំពីបំបែកនៃរចនាសម្ព័ន្ធផ្សារមានន័យថាផ្សារធ្លុះភាសាសាមញ្ញគេហៅផ្សារធ្លុះទៅលើផ្សារធ្លុះទៅក្រោមដែលលើពាក្យហ្នឹងណាចុះយើងបើកមើលទៅ graph មិនឃើញឡើងចុះអូខេដល់ពេលឡើងហើយឡើងហើយវាចុះមកវិញចុះមកមានន័យថាវាធ្លុះមកក្រោមហើយណាហ្នឹងហើយហើយអាហ្នឹងមួយរៀនដើម្បីកំណត់សម្គាល់ថាអ្វីទៅដែលហៅថា market structure break ហើយ market structure break មានអាធ្លុះខ្លាំងអាធ្លុះខ្សោយណាធ្លុះខ្សោយវាយ៉ាងម៉េចធ្លុះខ្លាំងយ៉ាងម៉េចហើយបើធ្លុះខ្សោយតើទិសដៅវាបុកទៅណាធ្លុះខ្លាំងវាបុកទៅណាអាហ្នឹងគ្រាន់តែរៀនប៉ុណ្្នឹងមកមេរៀនណាពេលមេរៀនទី18គឺនិយាយអំពី order block order ហ្នឹងកន្លែងទិញកន្លែងបញ្ជាពាក្យថាបញ្ជាហ្នឹងមានន័យថាបញ្ជាទាំងទិញបញ្ជាទាំងលក់តោះណា order ហ្នឹងពាក្យថា order ហ្នឹងមានន័យថាទាំងទិញទាំងលក់ block ហ្នឹងគឺបណ្ដុំអញ្ចឹងមានន័យថាគឺជាតំបន់ដែលមានការបញ្ជាទាំងមានការទិញនិងមានការលក់អញ្ចឹងដល់ពេលដែលយើងរៀនទៅបើយើងដឹងថាតើកន្លែងណាដែលមានអ្នកទិញអ្នកលក់ច្រើនជាងគេបាទណាបាទឲ្យយល់ពាក្យមួយទៅកាលណាយើងយល់ពាក្យ concept មួយដល់ពេលថ្ងៃក្រោយទៅដល់ពេលដែលខ្ញុំអនុវត្តជាក់ស្ដែងក្នុង live ខ្ញុំនិយាយថាអូអានេះ order block អញ្ចឹងយើងយល់ថាស្អីទៅ order block ខ្ញុំនិយាយថាអូអានេះ market structure break ឬក៏ MSB អានេះ OB ណាដល់ពេលយើងយល់អាពាក្យហ្នឹងទៅបានយើងដឹងយើងចាប់ខ្ញុំតាន់ខ្ញុំនិយាយតែម៉ូហើយអញ្ចឹងណាបាទអញ្ចឹងអា order block វាមាន order block គុណភាព order block មិនមានគុណភាពអា order block បច្ឆោតមិនបានបច្ឆោតមានហ្នឹងទេណាចឹងហើយអាអស់ហ្នឹងសុទ្ធតែអន្ទាក់ណាអូនបាទទាំងអស់ហ្នឹងគឺសុទ្ធតែអន្ទាក់ទាំងអស់បាទហើយវាតាក់អ្នកណាគេគឺតាក់ពួកអ្នកខ្ជិលរៀនណាយល់ទេពួកអ្នកតាក់ពួកអ្នកដែលចង់បានលុយតែខ្ជិលរៀនហើយកាន់លុយទាំងលៀនកាន់លុយទាំងសែនយកទៅធ្វើណាបាទទាំងអស់ហ្នឹងគឺសុទ្ធតែជាអន្ទាក់សុទ្ធតែតាក់អ្នកណាតាក់អ្នកខ្ជិលរៀនតែកាន់លុយលៀនសែនយកទៅធ្វើអាហ្នឹងមិនអាលាយណាបាទដល់ពេលមេរៀនទី19យើងនិយាយអំពី imbalance និង fair value gap បាទ
អាហ្នឹងគេហៅអសមតុល្យរវាងអ្នកទិញនិងអ្នកលក់ណាមេរៀនទី20យើងនិយាយពី QML Quasimodo គឺតំបន់ដែលមានការផ្គត់ផ្គង់ច្រើនឬក៏តំបន់នៃការតម្រូវការច្រើនណាបាទមេរៀនទី21យើងនិយាយពី BB breaker block វាបំបែកកន្លែងកៅបំបែកកន្លែងតំបន់ដែលគេត្រូវការហើយមានន័យថា order block ហ្នឹងគឺបែកយើងគិតថា order block កន្លែងហ្នឹងទិញលក់ច្រើនណាក៏ប៉ុន្តែក្រាស់ហ្នឹងវាបុកមកវាធ្លាយកន្លែងហ្នឹងទៀតធ្លាយទៅកន្លែងធ្លាយទៅតំបន់គេទៀតអញ្ចឹងយើងគួរណាបាទទៅមេរៀនទី22យើងនិយាយអំពី optimal trade entry មានន័យថាកន្លែងចូលជួញដូរដោយល្អបំផុតបាទមេរៀនទី23យើងនិយាយអំពី premium and discount មានន័យថាតំបន់ខ្ពស់បំផុតនិងតំបន់ទាបបំផុតយើងវក់របៀបម៉េចណាមេរៀនទី24យើងនិយាយអំពី reversal optimal trade entry អាហ្នឹងបញ្ច្រាក់ទៅបញ្ច្រាក់វិញមេរៀនទី25យើងរៀនពីអន្ទាក់របស់អ្នកមានលុយធំបាទមេរៀនទី26យើងនិយាយពី swing failure pattern បាទមានន័យថាគឺជាការបរាជ័យនៃអរិញ្ញាទីសញ្ញាទានហ្នឹងដែលវាបុកទៅទម្លុះខាងលើទី27យើងនិយាយពី breaker ទី28យើងនិយាយពី power 3 ទី9យើងនិយាយពី support និង resistance បាទទី30យើងនិយាយពី rally base stop mitigation block GPX gameplay run and deviation TTP3 fail to return ហើយនឹង high and low probability setup និង hand rule of trading នៅក្នុងការ trade យើងមាន rule វាមិនហើយយុទ្ធសាស្ត្រដែលល្អបំផុតនៅក្នុងការ trade វាមិនហើយនឹងពេលវេលាដែលយើងចូល trade ទីណាបាទអញ្ចឹងទាំងអស់នេះគឺជាខ្លឹមសារដែលយើងត្រូវរៀនប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងថាមនុស្សភាគច្រើនគាត់រៀនចាប់តែពីផ្នែក1ផ្នែក2ផ្នែក3ផ្នែក4ផ្នែក5ផ្នែក6ទេក៏ប៉ុន្តែអាផ្នែកទី7នេះមនុស្សតិចណាស់ដែលគាត់យល់ហេឡូបាទបងពងស្ដាប់បាទអញ្ចឹងនៅក្នុងមេរៀនទី1នេះខ្ញុំធ្វើការណែនាំពីមុខវិជ្ជារបស់យើងតែយើងត្រូវសិក្សាតែយើងក្នុងមួយខុស62ម៉ោងនេះតែយើងនឹងរៀនអំពីអីហើយយើងនឹងចេះអីណាលោកក្នុងខទាំងអស់មានការអនុវត្តទេទៅការបើក account បើកអីហ្នឹងយើងមានជីវិតហូបក្នុងការមានខ្ញុំ live ហ្មងមកថាឥឡូវដល់ដំណាក់កាលមួយទាក់ទងទៅនឹងការបើក account ហើយអញ្ចឹងខ្ញុំចាប់ដើម live ពី Binance ខ្ញុំហ្មងណាបាទហើយយើងបញ្យល់ពី Binance មួយចុចទៅតាមជាក់ស្ដែងអញ្ចឹងបាទហើយឧទាហរណ៍ថាតាក់ទងទៅនឹងការបាញ់កាក់ការបញ្យល់អំពីការបាញ់កាក់ពី exchange មួយទៅ exchange មួយអាហ្នឹងគឺបាញ់ជាក់ស្ដែងអូខេណាបាទខ្ញុំឆាប់យល់បាទនិយាយរួមអានេះវាជា coaching ណាបាទហើយពេលដែលបើក account ហើយចាំខ្ញុំតម្រូវឲ្យបងប្អូន deposit កុំឲ្យច្រើនពេកត្រឹមតែ100បានហើយនៅក្នុងហ្នឹងណាហើយរៀនចាប់ពី100ហ្នឹងទៅចាំមើលវា make money បានអត់បាទមិនចឹងហើយខាតដល់2100ហ្នឹងទុកទិញការសិក្សាល្អដែរអូនឯងរៀនប៉ុណ្ណេះបងអ្នកបងប៉ុណ្ណេះហើយទៅធ្វើខ្ញុំបងឲ្យកាន់កំថាឡើយ2លានកាន់5លានក៏លាដែរតែបើអត់រៀនបាទនិយាយរួមទៅក្នុងការរៀននេះចំណេញទី1ចំណេញពេលស្រាវជ្រាវទី1ហើយទី2ចំណេញការខាតលុយនៅក្នុងផ្សារហើយនឹងគេបោកបាទខ្ញុំក្រោយបើ account បាយណានោះព្រាវដែរគ្រូចុចតាម instruction គេមើល YouTube អីចុចបានដែរកាលបងរៀនណាចំណុចខ្លះរៀនជាមួយគេតែ20នាទីដល់ពេលទៅស្រាវជ្រាវខ្លួនឯង2ឆ្នាំអត់ដឹងបាទអត់ដឹងថានឹងវាស្អីទេណាបាទហើយដូចតាក់ទងនឹង staking ហើយ staking មានន័យថាអាហ្នឹងយើងឡុកកាក់យើងណាយើងឡុកកាក់យើងបាទឡុកកាក់យើងហើយមានន័យថាយើងរយៈពេល stake 3ខែអញ្ចឹងបើ3ខែ